ដល់ហើយបងប្អូនអើយនិយាយពីត្រីដល់កនៅមកបងអូហូយដល់កហើយបងអើយមកអូនបាយយកអស់ហើយបងអូនអើយដល់ហើយពីតោមទៀតមិនលក់អស់ខ្លះយកឲ្យបងអូនធ្វើប្រហោបនេះធ្វើប្រហោបនេះដល់ហើយនេះអ៊ំហ្នឹងណោអត់ទៅមើលគេបានបដាយនៅខាងត្បូងមកស្នាញ់ចង់មកធុងហ្នឹងស្នាញ់ចិត្តពេញមកស្នាញ់ចិត្តពេញអូអានេះឲ្យស៊ីបាយសិនស្នាដៃបងមកយូរណាបងទឹកមកបងទឹកមកដែរបាទអូមក1 ម៉ោង 2បានមកកាណូបានហ្នឹងមកមាត់ស្ទឹងធំបងណាស្ទឹងមាត់ស្ទឹងធំដល់កបងប្អូនមើលត្រីបងស្ដាយមើលស្ដាយគាត់នោះមកនោះទៀតនោះនៅក្នុងនេះទៀតសំនេះអានេះអូធំមកអើយចេះមករហូតទៅមកតំណែងនេះគ្រប់បដាបងតើខំមើលខ្ទិះបដាមិនស្មាត់ធំរៀនបងអានឹងបងក៏ថាក៏ទុំរៀនបងហ្នឹងណារៀនបងនេះគុណសម្បត្តិនៃការរៀនបងនេះចាំរៀនបងហ្មងបាទអូនអើយដល់ហើយដូចហាយកឋិននេះមិនមែនប៉ណ្ណាំងទូកទេណាបងត្រីតែច្រឡំប៉ណ្ណាំងទូកទៅណាបើលើកចូលវីដេអូមួយមិនដល់មកអាណាលើអាណាមកស្រាយគូមកលើកវិញមើលដល់កនេះមកស្នាញ់នេះអូគ្រប់ទឹកហើយមកស្នាញ់នេះដល់កន្លះម៉ោងនេះអូយល្អមែនទេណាលើមើលបងម្ដងយ៉ាស្បេតដល់ហើយมันអត់ទេធំបែកធំខ្ញុំមិនអត់ទេមកទៀតហើយបើតអូដល់កបងប្អូនអើយលើកលេងរួចហ្នឹងលើកអត់រួចហ្នឹងចំដល់ហើយបងប្អូនអើយបាទដូចដែលបងប្អូនបានមើលនៅក្បាលវីដេអូអញ្ចឹងឃើញថារដូវកាលនេះគឺជារដូវកាលដែលប្រជានេសាទយើងជួបជុំគ្នានៅមាត់ស្ទឹងធំហើយមករោត្រីនេះគឺនៅខាងស្រុកអន្លង់វែងឃុំតាពាំងតាវនៅភូមិទំនប់ថ្មីអញ្ចឹងទឹកថ្មីចាប់ដើមធ្លាក់មកត្រីចាប់ដើមបុកឡើងមកមាត់ស្ទឹងធំហើយបាទហើយនេះក៏ជាសកម្មភាពដែលយើងធ្វើការជិះម៉ូតូចេញដំណើរទៅរកត្រីទាំងអស់គ្នាហើយក៏ដូចជាការទៅថតនៅសកម្មភាពដែលបងប្អូនប្រជានេសាទរបស់យើងកំពុងតែរកត្រីឥឡូវនេះស្មាត់របស់យើងនៅនាំមុខហ្នឹងគឺស្មាត់ភ័សបាទគាត់នាំជិះម៉ូតូទៅតំបន់ដែលគេចាប់ដើមរោហ្នឹងហើយពួកយើងធ្វើដំណើរនេះគឺវារៀងផ្លូវវាមិនស្រួលប្រហែលដែរបាទកាត់ទឹកផងកាត់ផុកផងពេញបាទជាទូទៅនៅរៀងរាល់ឆ្នាំចន្លោះពីចុងខែ5ដល់ដើមខែ6 7 8 9ហ្នឹងគឺប្រជានេសាទរបស់យើងគឺចាប់ដើមជុំគ្នាមករោត្រីនៅតំបន់ហ្នឹងហើយតែដោយសារឆ្នាំនេះអាកាសធាតុវារាំងខ្លាំងពេកអញ្ចឹងទើបធ្វើឲ្យវាអត់មានទឹកដូច្នេះហើយទើបឈានដល់ខែ7បានប្រជាកសិករប្រជានេសាទរបស់យើងមានទឹកសម្រាប់រោនេសាទអញ្ចឹងណានេះអ៊ំស្រីដែលគាត់បានធ្វើត្រីបដើបងត្រីបដើហើយគាត់ធ្វើប្រហុកធ្វើផ្អកចានៅតំបន់នេះជារៀងរាល់ឆ្នាំគឺឃើញថាស្មាត់ដែលធ្វើការបងត្រីស្រឡាញ់នៃការនេសាទត្រីបងត្រីហ្នឹងគឺមកពីគ្រប់ទិសទីតែម្ដងមកតាំងពីប៉ោយប៉ែតមកតាំងពីតាពាំងប្រាសាទមកតាំងពីស្រែណូយសៀមរាបគឺមកជុំគ្នានៅតំបន់ហ្នឹងតែម្ដងដោយសារតែតំបន់ហ្នឹងគឺសម្បូរត្រីនេះដូចខាងចែនេះគាត់នៅនឹងភូមិយើងនឹងទេតែដោយសារតែប្តីគាត់គឺបកែបងអញ្ចឹងទៅគាត់ជាមួយនឹងកូនរបស់គាត់គឺអែមមែនតែនមកធ្វើបដើយកទៅលក់បដើបាទឃើញថាត្រីវាមិនទាន់ត្រូវខ្លាំងដូចចំនួនឆ្នាំមុនទេដោយសារតែទឹកឆ្នាំនេះបងប្អូនឃើញស្រាប់ហើយគឺទឹកវាមិនទាន់ឡើងខ្លាំងបើទឹកឡើងជាងនឹងត្រឹមតែកន្លះម៉ែត្រទៀតត្រីនឹងបុកឡើងពីស្ទឹងធំមកច្រើនមែនទែន
ដូច្នេះអ្នកប្រជាកសិករប្រជានេសាទរបស់យើងគឺត្រៀមខ្លួនរួចជាស្រេចនៅធ្វើកន្លែងបង់ធ្វើអីរៀងខ្លួនអញ្ចឹងណាមិនថាតែអ្នកដែលចូលចិត្តបង់មិនថាតែអ្នកដែលចូលចិត្តស្ទូចអ្នកដាក់លោបឲ្យតែឃើញប្លង់ទឹកបែបនេះគឺហេវហើយបាទហេវតែម្ដងបាទហើយសកម្មភាពទាំងអស់នេះប្រជាពលរដ្ឋរបស់យើងមិនជុំគ្នាមួយឆ្នាំម្ដងនៅមាត់កំពង់មាត់ទឹកហ្នឹងគឺសប្បាយណាស់បងប្អូនអើយដូចបងម្នាក់អញ្ចឹងធ្វើដល់ហើយមកអូលេងសណាញ់យោលេងរួចអាហ្នឹងវាចង់តិចផងបើអង្កលឆ្នាំមុនទៀតលើកអត់រួចទេបងប្អូនលើកអត់រួចទេជួយលើកគ្នាអញ្ចឹងណាចាំមិនថាត្រីតំបន់នេះគឺច្រើនមែនទែនឲ្យតែយើងចេះអភិរក្សចេះថែរក្សាវាពេលដែលយើងបង់ចេះគឺមិនខ្វះទេត្រីបងប្អូនហើយត្រីបើត្រឹមតែយើងបង់រោឧបករណ៍រោដោយប្រើឧបករណ៍ស្របច្បាប់បងប្អូនណាត្រីរោតកូនតចៅរោមិនអស់ផងត្រីតំបន់ហ្នឹងកុំតែយើងទៅប្រើរបៀបឧបករណ៍ដែលខុសច្បាប់អញ្ចឹងណាមនុស្សមិនតិចណាបងប្អូនអាហ្នឹងមកកន្លែងនៅខាងនោះទៀតនៅខាងនោះខាងមុខទៀតមនុស្សម្នាក់គឺត្រីសឹងថាកន្លះការុងមួយការុងម្នាក់ទៅហើយតាម1ម៉ោង2ម៉ោងហ្នឹងត្រីលំដាប់ត្រីបដ ாய் ត្រីកាលណាតែវាច្រើនពេកទៅពេលអ្នកបង់ក៏បង់ទៅអាត្រីលោតនោះក៏ចេះតែលោតទៅបងប្អូនចាំមើលនោះលោតបាទនេះជាសកម្មភាពដែលថតពេលល្ងាចទៅហើយថ្ងៃវាជិតលិចទៅហើយអញ្ចឹងទេបើសិនជាថតបានដល់ពេលយប់ណាគឺដឹងតែត្រីល្អមើលបដ ாய் បងប្អូនធំមានដូចជាត្រីឆ្លាំងត្រីសដាយត្រីក្អែកត្រីធំច្រើនមែនទេគ្រប់ប្រភេទចម្រុះតែម្ដងហើយនេះជាកន្លែងកំពង់ទឹកដែលអ្នកប្រជានេសាទរបស់យើងគាត់ចតស្មាច់ចតទូករបស់គាត់នៅលើហ្នឹងណាហើយខាងមុខហ្នឹងគឺបងគាត់អ្នកដាក់លោបបាទគាត់អ្នកមកលើកលោបចឹងណាបងប្អូនប៉និតមើលទាំងអស់គ្នាទៅលោបរបស់គាត់ធំជាងទូកនឹងទៀតបាទកាលដូចឆ្នាំមុនលោបហ្នឹងលើកតែម្ដងទេគឺកន្លះទូកតែម្ដងដោយសារតាត្រីវាច្រើនណាត្រីវាច្រើនឆ្នាំមុនត្រីច្រើនមែនទែនដោយសារតែឆ្នាំមុនទឹកវារៀងធំហើយវាមានទឹកលឿនណាដូចឆ្នាំនេះវាអត់ទឹករៀងយូរដែរអញ្ចឹងទៅធ្វើឲ្យវាខ្សត់ត្រីបន្តិចប៉ុន្តែមិនមែនខ្សត់ខ្លាំងទេបងប្អូនគឺខ្សត់តិចតួចទេបាទនៅតំបន់ដែលខ្ញុំថតវីដេអូហ្នឹងគឺមាន3ប្លង់ឬក៏3កន្លែងដែលគេបង់សណាញ់ហ្នឹងណាមួយប្លង់មួយកន្លែងទី1នោះគឺមនុស្សខ្ទង់ប្រហែលជា20-30នាក់ហើយកន្លែងទី2គឺកន្លែងបងដែលបងមិញកន្លែងទី3គឺកន្លែងខាងនោះឯងតែមួយកន្លែង4-10-20នាក់4-10-20នាក់ចឹងណាឃើញតាមមួយប្លង់ហ្នឹងគឺមនុស្សច្រើនមែនទែនមកចែកកន្លែងគ្នាបងដូចបងគាត់មកត្រឹមតែម៉ោង2ម៉ោង1ម៉ោង2ហ្នឹងគឺគាត់បានត្រីទៅលក់2-3 ដងទៅហើយអានេះត្រីដែលគាត់បង់1ម៉ោងក្រោយ1ម៉ោងចុងក្រោយហ្នឹងលទ្ធផលដែលគាត់បង់1ម៉ោងចុងក្រោយហ្នឹងបាទឃើញថាត្រីគឺស្រស់ល្អមែនទែនមកត្រីឆ្កែងត្រីរៀលត្រីលិញអីគឺស្រស់ល្អមែនទែនមកហើយចំណែកខាងនេះវិញមួយសណាញ់គឺមួយធុងនឹងចិត្តពេញមួយធុងនឹងបដ ாய் មួយសណាញ់ចុងខ្ទង់ប្រហែលជា5គីឡូ6គីឡូទៅហើយបាទវាចង់និយាយថាបើបង់ចំវងចំផោងវាវិញត្រីលើកមិនរួចទេបាទត្រីលើកមិនរួចទេហើយគាត់កំពុងតែកាត់ក្បាលប្រឡាក់បដាអីបដាទៅបាទគាត់ថាមិនក៏មិនព្រមមកថតតាំងពីយូរមួយសណាញ់មានសដាយ2មានអីក៏មានដែរបាទវីដេអូយើងក៏ឈានមកដល់ទីបញ្ចប់ហើយបងប្អូនបាទសូមអរគុណដល់បងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា